សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីមនុស្សម្នាក់គាត់មានឈ្មោះថា Athos Salome មានមនុស្សជាច្រើនជឿថាគាត់បានទស្សន៍ទាយរឿងធំៗជាច្រើនទាក់ទងនឹង AI សង្គ្រាមវិបត្តិសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរពិភពលោកហើយថ្ងៃនេះយើងនឹងមកនិយាយលម្អិតថាតើ Athos Salome បានអះអាងអ្វីខ្លះក្នុងឆ្នាំ2026តើ Athos Salome ជានរណា Athos Salome គឺជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វនិងអ្នកទស្សន៍ទាយមកពីប្រទេសប្រេស៊ីលគាត់ល្បីនៅលើបណ្ដាញសង្គមដោយសារការអះអាងថាគាត់អាចមើលឃើញអនាគតតាមរយៈវិញ្ញាណសញ្ញាពិភពលោកថាមពលមនុស្សខ្លះគាំទ្រគាត់ហើយមនុស្សខ្លះសង្ស័យប៉ុន្តែអ្វីដែលមិនអាចបដិសេធបានគឺគាត់មានឥទ្ធិពលខ្លាំងលើមនុស្សជាច្រើនទី1 AI លើសមត្ថភាពរបស់មនុស្ស Athos Salome អះអាងថាឆ្នាំ2026គឺជាចំណុចបំបែករវាងមនុស្សនិងបច្ចេកវិទ្យា AI នឹងមិនត្រឹមតែជួយមនុស្សទេប៉ុន្តែចាប់ផ្ដើមសម្រេចទឹកជំនួសមនុស្សក្នុងវិស័យវេជ្ជសាស្ត្រយោធាសេដ្ឋកិច្ចប្រព័ន្ធព័ត៌មានផលប៉ះពាល់មនុស្សជាច្រើនបាត់ការងារការតវ៉ាប្រឆាំង AI សង្គមបែកបាក់ជាពីរផ្នែកគាត់ព្រមមានថាបើមនុស្សមិនគ្រប់គ្រង AI នឹងគ្រប់គ្រងមនុស្សទី2សង្គ្រាមសម័យថ្មី Athos Salome មិនឃើញសង្គ្រាមពិភពលោកទី3បែបបាញ់ជាញីដោយមុនទេប៉ុន្តែគាត់ឃើញសង្គ្រាមលាក់លៀម Cyber War គឺជាសង្គ្រាមដែលមិនប្រើកំភ្លើងឬគ្រាប់បាំប៉ុន្តែប្រើកុំព្យូទ័រនិងអ៊ីនធឺណិតការវាយបំផ្លាញបណ្ដាញ Hacking ដើម្បីបំផ្លាញឬគ្រប់គ្រងប្រទេសគូប្រជែងឧទាហរណ៍ Cyber War វាយប្រហារប្រព័ន្ធអគ្គិសនីវាយប្រហារប្រព័ន្ធធនាគារវាយប្រហារប្រព័ន្ធទឹកលួចទិន្នន័យរដ្ឋាភិបាលផ្សាយព័ត៌មានคล้ายៗ Psychological War គឺជាសង្គ្រាមដែលមិនប្រើអាវុធបាញ់គ្នាប៉ុន្តែប្រើព័ត៌មានពាក្យសម្ដីការប្រេះខ្លាចការបញ្ចេញព័ត៌មានคล้ายៗដើម្បីបំផ្លាញអវាទិស្មារតីកម្លាំងចិត្តនិងការជឿជាក់របស់សត្រូវឬប្រជាជនឧទាហរណ៍ Psychological War ផ្សាយព័ត៌មានបង្កភ័យបំបាក់ប្រជាជនឲ្យស្អប់គ្នាបញ្ចេញពាក្យជាអារម្មណ៍បង្ហាញព័ត៌មានមិនពិតបំបាក់ស្មារតីយោធានិងប្រជាជន Media War គឺជាសង្គ្រាមដែលប្រើសារព័ត៌មាននិងបណ្ដាញផ្សព្វផ្សាយដូចជាទូរទស្សន៍ Website Facebook YouTube TikTok បណ្ដាញសង្គមដើម្បីបង្កើតគំនិតសាធារណៈបញ្ឆោតឬបង្វើទិសគំនិតមនុស្សបំបាច់សង្គមគ្រប់គ្រងការយកឃើញឧទាហរណ៍ Media War ផ្សាយព័ត៌មានថាខ្លួនឯងត្រូវតាមតែខ្លួនឯងខុសលាក់ព័ត៌មានមិនអំណោយប្រយោជន៍ប្រើរូបភាពឬចំណងជើងបំភ្លឺការពិតបង្ហាព័ត៌មានក្លែងក្លាយប្រើ Influencer ឬបណ្ដាញសង្គមបញ្ចេញព័ត៌មានមិនពិតដោយ Update លេខ2ណាំបងប្អូនទី3វិបត្តិសេដ្ឋកិច្ច Athos Salome អះអាងថាប្រព័ន្ធហិរញ្ញវត្ថុចាស់នឹងរងការរញ៉ួយខ្លាំងបញ្ហាដែលអាចកើតមានគឺបំណុលជាតិខ្ពស់តម្លៃប្រាក់ឡើងចុះខ្លាំងប្រជាជនបាត់ទំនុកចិត្តលើធនាគារប្រាក់ Digital Cryptocurrency កើនក៏ប្រជាប្រិយភាពប៉ុន្តែអ្នកមិនចូលវាច្បាស់អាចខាត់បងធំណាស់គាត់ព្រមមានថាលុយនឹងមិនមានតំណែងដូចមុនទៀតទេទី4គ្រោះធម្មជាតិ Athos Salome ជឿថាធម្មជាតិកំពុងសងសឹកទៅមនុស្សវិញគ្រោះធម្មជាតិដែលអាចកើតមានគឺទឹកជំនន់ធំភ្លើងឆេកបូរីកម្ដៅខ្លាំងរិញយយដីឡាផលប៉ះពាល់ខ្វះស្បៀងអាហារមនុស្សបាត់ទីជំរំផ្លាកភ្នែកប្រជាជនមានការឡើងទី5វិបត្តិផ្លូវចិត្តឆ្នាំ2026គាត់ឃើញមនុស្សជាច្រើនបាត់គុណបំណងជីវិតបញ្ហា stress ភាពឯកាភ័យខ្លាចអនាគតដូច្នេះមនុស្សត្រឡប់ទៅរកសាសនាជំនឿទស្សនិកឡាទី6អំណាចវិសុទ្ធលោកថ្មី Athos Salome និយាយថាអំណាចមានស្ថិតនៅរដ្ឋាភិបាលទៀតទេតែអ្នកកាន់អំណាចថ្មីគេគឺ AI ក្រុមបច្ចេកវិទ្យាអ្នកកាន់ទិន្នន័យអ្នកកាន់ព័ត៌មានបានន័យថាអ្នកកាន់ពិភពលោកសរុបមកវិញ Athos Salome មើលឃើញឆ្នាំ2026ជាឆ្នាំនៃការប្រុងប្រយ័ត្នការផ្លាស់ប្ដូរបច្ចេកវិទ្យាលើមនុស្សត្រឡប់ទៅរកជំនឿប៉ុន្តែគាត់និយាយថាអនាគតអាចផ្លាស់ប្ដូរបានបើមនុស្សដឹងខ្លួនហើយប្រើប្រាស់ណាជាចុងក្រោយតើអ្នកជឿលើការទស្សន៍ទាយនេះឬទេសូម comment ខាងក្រោមវីដេអូកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី channel ដឹងតិចអរគុណជួបគ្នាវីដេអូក្រោយហេងហេទាំងអស់គ្នា